có là khơi cam thì Adobe Premiere lang mà đó App Store clear mình dạy bị tham mình làm tha wow bông thông mà đó nàyแต่นะแต่ดังทำบงทมเลยใหญ่แต่nàoจังbạn vậy lên thếในក្នុងវីដេអូនេះយើងនឹងមកស្វែងយល់អំពីកម្មវិធី Adobe Premiere Mobile ដែលទើបតែបង្ហាញខ្លួននៅលើ App Store អញ្ចឹងសម្រាប់បងប្អូនដែលប្រើប្រាស់ iPhone ក៏ដូចជា iPad គឺយើងអាចចូលទៅធ្វើការ download នៅក្នុង App Store បានហើយសម្រាប់អ្នកដែលប្រើប្រាស់ Android គឺមិនទាន់មាននៅក្នុង Play Store ទេហើយក៏មិនដឹងថាពេលណាដែរហើយរត់តែមិនដឹងថាតើគេអាចនឹងដាក់បញ្ចូលនៅក្នុង Android ដែរឬក៏អត់ទេអញ្ចឹងគឺមានតែចាំមើលលទ្ធផលនៅថ្ងៃក្រោយទៀតហើយសម្រាប់កម្មវិធី Adobe Premiere Mobile នេះទៀតសោតគឺខ្ញុំសូមបញ្ជាក់ផងដែរថាសម្រាប់អ្នកដែលជាប្រភេទ Professional Editor ដែលធ្លាប់ប្រើ CapCut VN ឬក៏ App ផ្សេងនៅក្នុងការកាត់ខ្ញុំគិតថាបងប្អូនប្រហែលជាអត់ត្រឡប់មកប្រើប្រាស់នៅ Adobe Premiere នេះទេដោយសារតែវានៅមានកម្រិតមែនតើអញ្ចឹងកម្មវិធីនេះគឺសម្រាប់អ្នកដែលទើបតែរៀនបង្កើតមាតិកាកាត់តវីដេអូអត់សូវប្រើប្រាស់នៅ style អត់មាន requirement ទៅលើការលេងអក្សររត់លេង mode អក្សរលេងអីផ្សេងច្រើនទេគឺបងប្អូនអាចសាកល្បងជាមួយនឹង Adobe Premiere នេះបានប៉ុន្តែបើសិនជាបងប្អូនត្រូវការលេង effect លេងអីផ្សេងត្រូវការ transition ច្រើនអីចឹងទៅជាពិសេសទៅលើ transition នៅក្នុងការឆ្លាស់ប្លង់វីដេអូការលេង effect style ពណ៌អីផ្សេងគឺវាមានចំណុចខ្វះខាតជាច្រើនសូម្បីតែការដាក់អក្សរលេង style អក្សររត់អីផ្សេងក៏វានៅមានកម្រិតច្រើនមែនទែនគឺអត់អាចធៀបទៅនឹង CapCut ឬក៏ VN បានទេអូខេឥឡូវយើងចូលមកស្វែងយល់ត្រួសពីកម្មវិធី Adobe Premiere នឹងបន្តិចថាតែនៅក្នុងហ្នឹងវាមានចំណុចអីដែលយើងអាចធ្វើការប្រើប្រាស់បានខ្លះអូខេអញ្ចឹងទៅលើកម្មវិធី Adobe Premiere នេះនៅពេលដែលយើងចូលមកកាន់កម្មវិធីនឹងភ្លាមគឺយើងនឹងឃើញការបង្ហាញនៅ Quick Start Guide មានថាយើងគេបង្ហាញពីរបៀបប្រើប្រាស់អីផ្សេងអញ្ចឹងណាគឺយើងអាចមើលតាមការណែនាំនៅក្នុងនឹងបានប៉ុន្តែដើម្បីជាឧទាហរណ៍គឺខ្ញុំចូលទៅបង្កើត project ថ្មីតែម្ដងអញ្ចឹងយើងចុចសញ្ញាបូកនៅខាងស្ដាំនេះមកអញ្ចឹងគឺយើងអាចធ្វើការជ្រើសរើសវីដេអូរបស់យើងឥឡូវខ្ញុំឧទាហរណ៍វីដេអូនេះមួយចុះអញ្ចឹងជាធម្មតាគឺយើងចូលមកដល់គឺយើងត្រូវប្រើប្រាស់នៅ tool សំខាន់ទីមួយគឺការកំណត់នៅ aspect ratio សម្រាប់ទៅលើការបង្ហាញទំហំនៃវីដេអូរបស់យើងអញ្ចឹងជាធម្មតាគឺយើងប្រើប្រាស់បើសិនជាបងប្អូនអាសាប្រើ TikTok អីចឹងគឺយើងអាចប្រើជាប្រភេទ9:16ឬក៏យើងចង់បានຂະຫນាតវីដេអូណាយើងឆ្លាញ់ຂະຫນាតវីដេអូបែបណាសម្រាប់ post ក្នុង Instagram ឬក៏អីកម្មវិធីអីផ្សេងគឺយើងអាចជ្រើសរើសតាមហ្នឹងប៉ុន្តែវាធម្មតាគឺខ្ញុំជ្រើសរើស4:5អញ្ចឹងទៅដោយសារវារៀងងាយស្រួលនៅក្នុងការមើលអញ្ចឹងគឺយើងអាច zoom ឃើញទេគឺងាយស្រួលមែនតើអញ្ចឹងគឺ tool វាខ្លីៗងាយទេតែគាត់ថានៅក្នុងនេះក៏វាមានចំណុចមួយចំនួនដែលបងប្អូនត្រូវដឹងដែរដូចផ្នែកខាងឆ្វេងនេះគឺយើងអាចទាញដើម្បីបង្ហាញនៅ taskbar នៅខាងក្រោមដើម្បីរៀបវីដេអូរៀបអីផ្សេងបានអញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំធ្វើការកាត់ហើយខ្ញុំអាចទាញវីដេអូនេះឡើងទៅលើអញ្ចឹងវាខ្លាយទៅជា overlay នៅខាងលើតែម្ដងអញ្ចឹងចំណុចដែលងាយស្រួលទីមួយគឺបែបហ្នឹងមានថាយើងត្រូវការបង្កើតនៅ overlay គឺយើងទាញឡើងទៅលើតែម្ដងអញ្ចឹងវាជាផ្នែកមួយដែលថា easy សម្រាប់អ្នកដែលទៅហ៊ានបង្កើតកាត់វីដេអូអីដំបូងអញ្ចឹងនៅក្នុងនេះនៅពេលដែលយើងធ្វើការកាត់នៅវីដេអូគឺភាគច្រើន function ដែលយើងប្រើគឺ split ហើយ replace ឬក៏ function move អីចឹងណាតែ move នេះដូចខ្ញុំបញ្ជាក់អញ្ចឹងយើងអាចទាញឡើងទៅលើហើយការគ្រប់គ្រងទៅលើសំឡេងហើយពាក់ព័ន្ធជាមួយនឹងសំឡេងគឺយើងអាចធ្វើការបិទសំឡេងអីចឹងបានគេបិទសំឡេងទៅសូត្រអីចឹងទៅហើយយើងអាចកែប្រែកម្រិតសំឡេងឬក៏មួយទៀតគឺយើងអាចធ្វើការ extract audio មានន័យថាដកសំឡេងចេញពីវីដេអូតែម្ដងឃើញទេអញ្ចឹងសំឡេងគឺវានឹងធ្លាក់ចូលមកជួរសំឡេងនៅខាងក្រោមតែម្ដងអញ្ចឹងគឺ tool ងាយអត់សូវពិបាកអីប្រហែលទេហើយសំឡេងគឺយើងមាននៅ audio fade មានថាឲ្យវា serial ពេលចូលមកឲ្យវា serial ពេលចេញទៅវិញគឺយើងសេរីតាមហ្នឹងទៅអញ្ចឹង tool ស្រួលមែនតើអត់ពិបាកទេអញ្ចឹងចំណុចដែលពិបាកគឺត្រង់ថានៅក្នុងកម្មវិធី Adobe Premiere នេះគឺវាអត់មាន key frame ទេគឺយើងអាច zoom in zoom out អីដូចដែលយើងធ្វើនៅលើ CapCut ឬកម្មវិធី VN ឬក៏កម្មវិធី professional ធំអីផ្សេងដែលយើងធ្លាប់ប្រើពីមុនមកទេប៉ុន្តែសម្រាប់អ្នកដែល start up ខ្ញុំគាត់ថាអូខេប៉ុណ្ណឹងគឺវាអត់អីជាបញ្ហាទេអញ្ចឹងវាមាន tool មួយចំនួនទៀតដូចជា enhance speed ដែលយើងអាចទាក់ទងជាមួយនឹងការបង្កើននូវគុណភាពនៃការនិយាយរបស់យើងអញ្ចឹងគឺយើងអាចធ្វើការ enhance speed នឹងបានអញ្ចឹងដើម្បីឲ្យសំឡេងនៃការនិយាយរបស់យើងគឺវាកាន់តែច្បាស់ជាងមុនអីចឹងទៅការវិនិយោគទៅលើការចំណាយទៅលើធនធានក្នុងការទិញឧបករណ៍អញ្ចឹងគឺវាបែបហ្នឹងឯង tool ស្រួលងាយដោយសារវាតិចអញ្ចឹងគឺវាអត់មានអីដែលត្រូវឲ្យខ្ញុំណែនាំបងប្អូនច្រើនទេអញ្ចឹងនៅក្នុងនេះគឺវាមានចំណុច look មួយទៀតក៏ដូចជា remove background គឺយើងអាចធ្វើការ remove បានប៉ុន្តែគាត់ថា remove background គឺវាដើរទៅស្រួលទេ
អត់ល្អអត់សូវណែនាំឲ្យប្រើទេតែគាត់ថាទៅលើ look គឺយើងអាច apply filter មួយចំនួនបានអញ្ចឹង filter ដូច cinematic vivid អីចឹងទៅគឺយើងអាច apply បានហើយទៅពេលយើង apply គឺយើងអត់ចង់ឲ្យពណ៌វាធ្ងន់ពេកឲ្យវាមានភាពធម្មជាតិជាវីដេអូដែលយើងថតខ្លះអញ្ចឹងគឺយើងអាចសេរីនៅកម្រិតlook របស់វានឹងបានអញ្ចឹងពេល apply filter គឺយើងអាច apply ហើយគឺយើងអាចទាញកម្រិតហ្នឹងទៅតាមកម្រិតណាដែលយើងចង់បានទៅតែគាត់ថាfilter របស់វានេះគឺវាមានតិចពេកវាអត់សូវច្រើនប៉ុន្មានទេអញ្ចឹងបងប្អូនឆ្លាញ់មួយណាយកមួយហ្នឹងប្រើមួយហ្នឹងទៅតាមកម្រិតដែលបងប្អូនចង់បានហើយក្រៅពីហ្នឹងគឺយើងអាច adjust មានថាសេរីកំណត់ទៅលើពន្លឺទៅលើកម្រិត contrast អីផ្សេង color ការចាក់ពណ៌ជាអីផ្សេងគឺយើងអាចធ្វើបាននៅក្នុងកន្លែង adjust នេះគឺងាយស្រួលហើយនៅពេលដែលយើងចង់ apply គ្រប់ clip ទាំងអស់នៅក្នុង project យើងទាំងមូលគឺយើងអាចចុចនៅត្រង់នេះស្រួលមួយយ៉ាងហើយចំណុចដែលយើងធ្លាប់ប្រើដូចជា speed reverse ឬក៏ freeze អីចឹងគឺសិតតែមាន flip video ឬក៏ fill video អីហ្នឹងគឺសិតតែមានទាំងអស់ហើយគាត់ថាបើសិនជានិយាយពី animation ដែលការចេញចូលវីដេអូវាតិចយកតែមែនតែម្ដងមិនថា in មិនថា out គឺមានតែ3ហ្នឹងទេគឺមានតែ none fade slide rotate អត់មានអីទៀតទេអញ្ចឹងគឺរៀងពិបាកនិយាយដែរចំណុចមួយទៀតគឺតកតងជាមួយនឹង transition នៅពេលដែលយើងធ្វើការ switch ប្លង់អញ្ចឹងធម្មតាអ្នកដែលedit video ជាអត់រួចពីការប្រើប្រាស់ transition ដែរអញ្ចឹង transition វាជួយឲ្យវីដេអូយើងវារៀងមានរសជាតិបន្តិចអញ្ចឹងគឺតែគាត់ថារសជាតិនៅលើ Adobe Premiere នេះគឺអត់សូវមានច្រើនទេវាសាបអញ្ចឹងណាអញ្ចឹងគឺរៀងពិបាកដែរទៅលើការប្រើប្រាស់សម្រាប់អ្នកដែលត្រូវការប្រើប្រាស់អី effect transition អីច្រើនអីគឺអត់កើតទេនៅលើនេះគឺរៀងពិបាកតិចតែបើសិនជាយើង start up ធម្មតា apply ទៅធម្មតាតាមសាបរបស់យើងតាមកម្រិតដែលយើងប្រើប្រាស់ទូទៅធម្មតាទៅបានហើយនៅកន្លែង music នេះគឺយើងអាចធ្វើការបន្ថែមសំឡេងមានថា background music ឬក៏ voice over ឬក៏ sound effect អីនៅក្នុងហ្នឹងមានច្រើនតែម្ដងអញ្ចឹងទៅលើ soundtrack គឺយើងអាចទាញយកបានមានថាវាមានជាង 2000 soundtrack ដែលយើងអាចប្រើប្រាស់នៅក្នុងហ្នឹងបានហើយចំពោះ sound នេះគឺគេយកចេញពី Adobe Stock អញ្ចឹងគឺ license របស់ Adobe តែម្ដងអត់ច្បាស់ថាដាក់ទៅគឺវាជាប់ copyright ឬក៏អត់ទេអាហ្នឹងស៊ីសងលើបងប្អូនធ្វើការប្រើប្រាស់ដោយខ្លួនឯងបាទតើតើជាមួយ voice over គឺយើងអាចចុចនៅត្រង់ហ្នឹងបានហើយយើងចុច record មកហើយវា count ដល់3 2 1គឺយើងអាចចាប់ដើមនិយាយហើយ record សលេងចូលទៅក្នុងនឹងស្វ័យប្រវត្តិតែម្ដងទៅតាមកម្រិតដំណាក់កាលដែលយើងនិយាយអញ្ចឹងយើងមើលវីដេអូយើងនិយាយនៅក្នុងវីដេអូយើងបានតែម្ដងគឺស្រួលមែនតើកន្លែង audio នេះគឺវានៅមានការ generate sound effect ក៏ដូចជា extract audio យក music file អីចឹងទៅប៉ុន្តែចំណុចដែលយើងរៀងអាសាប្រើអាចនឹងជា sound effect មួយទៀត sound effect នេះនៅក្នុងនេះវាមាន11667 sound effect អញ្ចឹងគឺយើងចង់បាន sound មួយណាយើងយក sound មួយហ្នឹងទៅសម្បូរមែនតើ10000 sound ជាងចង់បានមួយណាស្រឡាញ់មួយណាពេញចិត្តមួយណាយកមួយហ្នឹងគឺអត់ពិបាកនៅក្នុងការរកទេហើយ free ទាំងអស់អញ្ចឹង easy មែនតើហើយចំណុចសំខាន់មួយទៀតនៅលើនេះគឺការប្រើប្រាស់អក្សរអញ្ចឹងអក្សរគឺវាមាន caption អញ្ចឹងគឺយើងអាចប្រើប្រាស់នៅ create all speech មកយើង replace existing caption create caption អញ្ចឹងគឺវា auto caption តែមួយទៀតគឺតកតងជាមួយនឹងការសរសេរអញ្ចឹងនៅក្នុងកម្មវិធី Adobe Premiere នេះគឺយើងអាចធ្វើការសរសេរជាអក្សរខ្មែរបានអញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំសរសេរលេងថាសរសេរយ៉ាអក្សរខ្មែរឃើញនៅលើ Adobe Premiere ឃើញអត់ដាក់តែប៉ុណ្្នឹងមកអូខេបាទហើយទៅលើអក្សរគឺយើងអាចធ្វើការលេង style ក៏ដូចជាដូរ font អីចឹងណាហើយទាញហើយបាច់និយាយទៅ animate គឺមានតែប៉ុណ្្នឹងវាចេញចូល fade អីតិចតួចហ្នឹងឯងតែចំណុចដែលសំខាន់ត្រង់ថា font អក្សរគឺយើងអាច custom បានហើយយើងមានជម្រើសនៅក្នុងការជ្រើសរើសប្រភេទគេហៅថា template របស់គេ template អត់មានច្រើនទេ template មានតែប៉ុណ្្នឹងទេហើយ font គឺយើងអាចជ្រើសរើសនិយាយរួមទៅ font អក្សរខ្មែរឬក៏ font អក្សរអង់គ្លេសដែលមានស្រាប់នៅក្នុងទូរស័ព្ទរបស់យើងនេះគឺយើងអាចជ្រើសរើសបានអញ្ចឹងបើសិនជាបងប្អូនអត់ដឹងថាតម្លើង font អក្សរមិនទេចាំវីដេអូក្រោយខ្ញុំបង្ហាញពីរបៀបតម្លើង font អក្សរ
vậy luôn cứ việc read tại system font thế và giờ dương chọn add custom font bật time cứ mình lại add thế lúc ra để dương install direct khai tới chia font profile nữa lừa tụ sạp tại một anh tự dương ảnh đồ không tụ sạp không cảm thì Adobe Premiere này bạn ok hay tầm nãy ca trong crowd này ca edit video cứ bật chữ ca export này chẳng ca export cứ admin này bạn thế cứ mong muốn ai thua ca export để cho nó trong ngàn stamp đấy hay nó cứ bên option mình dùng được hay dương chẳng cứ dương ai export bằng cầm đặt 4K là hồi đó học frame hay quality dương ai chơi low medium high hay export tam năng tới dương miền estimate file size cái em rồi 28 MB hay dương ai per nghe cái interview này Adobe Premiere Desktop Beta បាទមិនទេយើងប្រើការ export ធម្មតារបស់យើងនឹងទៅចង់ដឹងថាវាលឿនប៉ុណ្ណានេះអញ្ចឹងវីដេអូមិញនៅពេលដែលយើង export ចេញមកនេះគឺបែបនេះឯងណា export មកទៅចិត្តចាំយើងទៅមើល quality ទាំងអស់គ្នាដែរ quality វាប៉ុណ្ណាដែរហើយឃើញថារៀងយឺតដែរទេព្រោះអីអត់មាន iPhone 17 Pro ប្រើនេះគេយើងប្រើតែ iPhone 12 Pro អញ្ចឹងណាហើយអានេះគឺវាអត់ទាន់មានតែបើសិនជាមាននៅលើ Android ដែរខ្ញុំគិតថា Find X8 វាអាចនឹងដែរ smooth ជាងដោយសារ iPhone 12 Pro វារៀងយូរឆ្នាំរៀងចាស់ទូរក់ដែរអញ្ចឹងណាហើយទៅមកយើងរៀងមិនសូវមានដូចគេយើងអត់មានអីអួតដូចគេយើងប្រើត្រឹម12 Pro ហ្នឹងទៅមិនបាច់ដូរទៅណាទេណាមួយវាសុវត្ថិភាពនៅក្នុងការប្រើណាមួយ main device របស់ខ្ញុំគឺ Find X8 ខ្ញុំថតខ្ញុំអីពីច្រើននៅលើហ្នឹងអានេះយើងប្រើជាការបន្ទាប់ផ្សំប្រគប់យកទៅអញ្ចឹងណាសម្រាប់ណែនាំធូលខ្លះទេបាទឃើញថាឥឡូវពេញពូល export 100% ទេណាអូខេដូច្នេះអ្វីដែលខ្ញុំចង់បង្ហាញនៅក្នុងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាវីដេអូមួយនេះនឹងផ្ដល់ជាប្រយោជន៍សម្រាប់បងប្អូននៅក្នុងការស្វែងយល់បន្ថែមអំពីកម្មវិធី Adobe Premiere Mobile កុំភ្លេចតាមដានមកខ្ញុំនៅវីដេអូក្រោយ